លាក់បាំងមនុស្សសម័យនេះប្រសិនបើយើងមើលត្រឹមតែសម្បកខាងក្រៅយើងឃើញថាពួកគាត់សប្បាយរីករាយរហូតពួកគាត់តែងតែមានស្នាមញញឹមដូចជាគ្មានខ្វល់ខ្វាយអ្វីសោះបើសិនយើងចូលទៅក្បែរស្នេហ៍ជាមួយពួកគាត់ឲ្យបានយូរបន្តិចយើងសាកល្បងនិយាយគ្នាលក្ខណៈច្បាស់លាស់ឲ្យបានយូរបន្តិចពេលនោះយើងប្រកាសជាដឹងថាមនុស្សភាគច្រើនគឺមានបញ្ហាក្នុងចិត្តច្រើនណាស់មានរឿងស្មុគស្មាញក្នុងចិត្តជាច្រើនតែមិនដឹងជាទៅរៀបរាប់ប្រាប់អ្នកណាហើយត្រូវចាប់ផ្ដើមនិយាយពីចំណុចណាមកមុនមនុស្សភាគច្រើនព្យាយាមលាក់បាំងបញ្ហាប្រឹងសម្ដែងធ្វើជាមានក្តីសុខតែក្នុងចិត្តកំពុងមានទុក្ខព្រួយកង្វល់ច្រើនណាស់រាប់មិនអស់ឡើយទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី